ជំរាបសួរបងប្អូនបាទពាក់ព័ន្ធនឹង 300k view បងប្អូនបាទណែខ្ញុំមិនមែនជាអ្នកជំនាញខាង MMO បាទខាងអ្នករលួយតាម Facebook ទេបងប្អូនបាទគាត់ថាខ្ញុំជា search ណែណោតិចតួចចឹងបងប្អូនបាទជាស្រាវជ្រាវបាទលើ Google លើអីតាមរយៈ AI អីចឹងទៅបាទខ្ញុំសូមចែកម្លែកតិចតួចបងប្អូនបាទពាក់ព័ន្ធនឹង 300k view ហ្នឹងបាទពីព្រោះថាក្រុមហ៊ុន Facebook មួយរយៈហ្នឹងគឺអាចហៅតម្លាក់ឲ្យបងប្អូនបានអ្នកលេង Facebook ហ្នឹងគឺច្រើនគ្នាគួរសមបាទអញ្ចឹងទេក៏ធ្វើឲ្យបងប្អូនយើងបាទគាត់នាំគ្នាធ្វើច្រើនមើលទៅគាត់ចាប់អារម្មណ៍ណាបាទគាត់ចាប់អារម្មណ៍ច្រើនបាទហ្នឹងហើយមានអីបងប្អូនបើសិនបងប្អូនចាប់អារម្មណ៍បងប្អូនពេញចិត្តបាទពេញចិត្តហើយមានពេលទៅនេះធ្វើវាទៅបាទគាត់ថាសូមឲ្យបងប្អូនកុំពឹងពាក់កុំដាក់ចិត្តដាក់កាយទៅលើវាពេកបាទហ្នឹងហើយបងប្អូនធ្វើលក្ខណៈជាការកំសាន្តជាការសប្បាយធ្វើនៅពេលបងប្អូនឆ្លៀតពេលទៅនេះរបស់បងប្អូនការងារបងប្អូនធ្វើមួយថ្ងៃមួយឃ្លីបពីរឃ្លីបបីឃ្លីបជាការកំសាន្តឬក៏ធ្វើលេងអត់អីទេបងប្អូនប៉ុន្តែកុំរំពឹងខ្លាំងពេកណាបាទកុំរំពឹងខ្លាំងពេកពាក់ព័ន្ធនឹងរលួយតាម Facebook នឹងបងប្អូនបាទដោយសារតែខ្ញុំស្រាវជ្រាវខ្ញុំ search មើលមួយរយៈហ្នឹងគឺថ្មីហ្នឹងថ្ងៃហ្នឹងអីចឹងគឺខ្ញុំ search មើលពាក់ព័ន្ធជាមួយ Google មួយផ្សេងគឺក្រុមហ៊ុន Facebook ហ្នឹងគឺអត់តន់នេះហៅទៅអត់តន់ approve អត់តន់ថាសហការជាមួយប្រទេសយើងទេបាទគឺខាងក្រសួងក៏អត់តន់ចេញដែរបងប្អូនបាទខាងក្រសួងទូរគមនាគមន៍បងប្អូនបាទពាក់ព័ន្ធខាងក្រុមហ៊ុន Facebook ខាងអីហ្នឹងគឺខាងក្រសួងនេះពាក់ព័ន្ធគឺអត់តប្រកាសទេអត់តប្រកាសថាប្រទេសកម្ពុជាយើងគឺខ្លាយជាដៃគូបាទរកលុយបាទបងប្អូននៅប្រទេសកម្ពុជាយើងអាចរកលុយបាននៅកម្ពុជានៅទេអត់តផ្លូវការទេបងប្អូនក៏ប៉ុន្តែឃើញមានបងប្អូនខ្លះគាត់ថាគាត់អាចរកលុយបានឬយ៉ាងម៉េចគឺខ្ញុំអត់ដឹងច្បាស់ទេបាទបងប្អូនខ្លះគាត់ថារកបានក៏ប៉ុន្តែជាផ្លូវការជាច្បាប់ជាផ្លូវការវាអត់តន់ចេញមកបងប្អូនបាទអត់តន់ចេញមកនេះច្បាប់ណាបាទបើសិនបើ YouTube អូខេ YouTube ចេញយូរហើយបាទមានថាប្រជាជនខ្មែររបស់យើងប្រទេសកម្ពុជារបស់យើងបាទគឺអាចរកលុយបានទៅលើ platform YouTube បាទតែសម្រាប់ Facebook គឺអត់ទាន់មានច្បាប់មានលិខិតចេញជាក់លាក់បាទថាកម្ពុជាយើងអាចរកលុយបានទេរាល់ថ្ងៃដែលបងប្អូនគាត់រកលុយបានគឺតាមនៅខ្ញុំដឹងគឺគាត់ប្រើ VPN បាទគាត់ប្រើ admin នៅក្រៅប្រទេសធនាគារក្រៅប្រទេសបាទហ្នឹងក៏ខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនបាទអញ្ចឹងដោយសារតែប្រទេសយើងអត់ទាន់ទូស្គាល់គេបាទឲ្យរកលុយទេនៅទេអត់ទាន់ធ្វើជាលិខិតចេញលិខិតអីក្រសួងស្ថាប័នពាក់ព័ន្ធក៏អត់ទាន់ចេញលិខិតបញ្ជាក់ថាកម្ពុជាយើងប្រជាជនកម្ពុជាយើងឬក៏ប្រទេសកម្ពុជាយើងសហការ YouTube Facebook សហការដែរនៅទេបងប្អូនតែបើ YouTube អូខេគឺបានយូរហើយ YouTube បាទហ្នឹងហើយអញ្ចឹងយើងត្រូវការច្រើនបាទត្រូវការលក្ខខណ្ឌច្រើនបាទត្រូវការចេះប្រើ VPN ត្រូវការមាន admin ក្រៅប្រទេសអីលេខកាត់បុកជើងរៀងច្រើនរៀងសាំញ៉ាំដែរបងប្អូនណាបាទក៏ប៉ុន្តែបើសិនបើបងប្អូនពេញចិត្តបាទបងប្អូនចូលចិត្តខាងហ្នឹងធ្វើទៅគឺខ្ញុំអត់ហាមគាត់ទេប៉ុន្តែថាកុំរំពឹងខ្លាំងពេកណាបាទធ្វើលេងធ្វើលក្ខណៈយើងពេលតនេសប្បាយអីចឹងបងប្អូនបាទហ្នឹងហើយសម្រាប់ដូចនិយាយសម្រាប់ 300k view ហ្នឹងបើសិនបើយើងធ្វើគ្រប់គោលការណ៍ហើយក៏មិនប្រកាសថាវា invite យើងបាទយើងអញ្ជើញយើងឲ្យរកលុយបានដែរមិនប្រកាសទេហើយក៏មិនប្រកាសថាយើងដាក់ធនាគារនៅពេល invite ហើយយើងដាក់ធនាគារខ្មែរយើងបានដែរអត់ប្រកាសទេបាទដូចនិយាយទៅដល់អញ្ចឹងគឺដោយសារក្រុមហ៊ុន Facebook គឺអត់ទាន់ធ្វើជាដៃគូសម្រាប់រកលុយនៅក្នុងប្រទេសកម្ពុជាយើងទេតែបើសិនបើ YouTube បាន YouTube បាទបងប្អូនបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមនិយាយប៉ុណ្ណឹងបងប្អូនហើយខ្ញុំមិនជាអ្នកជំនាញអីក៏និយាយខ្លះព្រោះខ្ញុំ search ថែមខ្លះអញ្ចឹងព្រោះតាមបទសពតិចតួចដែរហើយខ្ញុំស្រាវជ្រាវបានតិចតួចដែរបាទខ្លះដែរហើយសួរ Google សួរ AI គឺវានៅបាទវានៅមែនគឺអត់ទាន់រកលុយបានទេនៅស្រុកខ្មែរយើងបងប្អូនបាទហ្នឹងហើយគាត់ថាលក្ខខណ្ឌពិសេសអាចប្រើ VPN ប្រើ admin ស្រុកក្រៅអីផ្សេងហ្នឹងអូខេតែបើថា100%នៅខ្មែរយើងគឺអត់ទេបងប្អូនadmin ខ្មែរ
នៅស្រុកខ្មែរធនាគារខ្មែរគឺអត់ទេបងប្អូនបាទហ្នឹងហើយកណ្ដាលគីឡូខ្លះក្រែងខ្លះណាវាភាគតិចបាទវិច័យដល់វាអាចអានឹងខ្ញុំអត់ដឹងទេប៉ុន្តែបើផ្លូវការអត់មានទេបងបាទហ្នឹងហើយអរគុណបងប្អូនបាទជំរាបលាបាទ